ព្រះអង្គព្រះយេស៊ូវអើយថ្ងៃនេះកូនចង់ចែកចាយព្រះបន្ទូលព្រះអង្គមួយទាក់ទងនឹងព្រះគម្ពីរម៉ាថាយជំពូក20ខ29ទាក់ទងចង់ចែកចាយដល់បងប្អូនទីជិតឆ្ងាយបានឮពីព្រះបន្ទូលព្រះអង្គនេះដែលព្រះអង្គចង់និយាយប្រាប់យើងទាំងអស់គ្នាក្នុងន័យមិនអញ្ចឹងណាព្រះអង្គហើយសូមព្រះអង្គជួយបំភ្លឺហើយនឹងបញ្យល់ពួកកូនទាំងអស់គ្នាឲ្យបានយល់ផងដែរសូមឲ្យកូនបានចែកចាយទៅតាមបំណងហត្ថីទ្រង់កុំឲ្យតាមចិត្តកូនឡើយគុណសូមនៅក្នុងព្រះនាមម្ចាស់ព្រះយេស៊ូវអាមែនចានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក20ខ29ការកំពុងតែចេញពីក្រុងយេរីកូមកនោះក៏មានមនុស្សម្នាដេដាស់ដើរតាមទ្រង់ទៅក៏ឃើញមានមនុស្សខ្វាក់2នាក់អង្គុយនៅក្បែរផ្លូវគេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះក៏ស្រែកឡើងថាឱព្រះម្ចាស់ជាព្រះវង្សលួងដាវីតអើយសូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផងឯបរ្តាមនុស្សគេក៏ហាមអ្នកទាំងពីរនោះកុំឲ្យមាត់តែគេស្រែករឹតតែខ្លាំងឡើងថាឱព្រះម្ចាស់ជាព្រះវង្សលួងដាវីតអើយសូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផងនោះព្រះយេស៊ូវទ្រង់ឈប់ហើយក៏ហៅអ្នកទាំងពីរនោះមកហើយមានបន្ទូលថាតើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នកគេទូលទ្រង់ថាឱព្រះម្ចាស់អើយសូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផងទ្រង់ក៏មានសេចក្តីក្ដួលក្នុងចិត្តមហាតីក៏យល់ក៏ពលភ្នែកគេស្រាប់តែភ្នែកបានភ្លឺឡើងរួចគេដើរតាមទ្រង់ទៅតាចាព្រះបន្ទូលនេះចង់និយាយព្រះអង្គបានយាងទៅកាត់កន្លែងនៃគាត់អង្គុយសុំទានគេនៅពេលហ្នឹងគាត់ឮថាព្រះអង្គយាងមកហើយគាត់ជឿថាអូព្រះអង្គអស្ចារ្យអាចប្រោសមនុស្សខ្វាក់ឲ្យភ្លឺមនុស្សខ្វិនឲ្យដើរមនុស្សឈឺជាអីចឹងច្រើនព្រះអង្គធ្វើការអស្ចារ្យដូច្នេះគាត់ពេលហ្នឹងគាត់មានក្តីសង្ឃឹមហើយគាត់ថាបើគាត់ស្រែករកព្រះអង្គហើយគាត់នឹងជួបព្រះអង្គគាត់នឹងបានភ្នែកគាត់បានភ្លឺចឹងណាចាអញ្ចឹងដល់ពេលហ្នឹងគាត់ស្រែករកព្រះអង្គអញ្ចឹងនៅពេលដែលគាត់កំពុងតែស្រែករកព្រះចាកំពុងតែស្រែករកព្រះក៏មានអ្នកដែលគេនៅក្បែរនោះគេហាមគាត់ដែរថាគុំឲ្យស្រែកអីអញ្ចឹងណាចាតែនៅពេលនេះគាត់អត់ខ្វល់ពីអ្នកណានៅជុំវិញដែលគេហាមគាត់ទេគាត់អត់បានគិតពីអ្នកដែលហាមគាត់ទេពួកគាត់គិតថាអ្នកដែលហាមគាត់ហ្នឹងមិនអាចឲ្យគាត់បានទទួលសេចក្តីសង្គ្រោះពីព្រះអង្គទេអញ្ចឹងគាត់ត្រូវតែផ្ដោតទៅរកព្រះអង្គមួយហើយគាត់នៅតែស្រែកសុំព្រះអង្គឲ្យជួយដល់គាត់ចាជំនួយដល់គាត់អញ្ចឹងនៅពេលដែលគាត់ធ្វើទៅតាមអ្វីដែលគាត់គោលដៅរបស់គាត់បានសម្លឹងទៅមើលព្រះហើយស្រែករកព្រះនោះព្រះទ្រង់ឈប់ហើយស្ដាប់គាត់នៅពាក្យអ្វីដែលគាត់ចង់និយាយព្រះអង្គស្ដាប់គាត់អញ្ចឹងក៏គាត់បាននិយាយប្រាប់ថាគាត់ចង់ភ្លឺភ្នែកហើយសូមព្រះអង្គមេត្តាប្រោសភ្នែកគាត់នឹងឲ្យបានភ្លឺផងចាឃើញទេអញ្ចឹងគាត់បានព្យាយាមហើយគាត់ជឿថាព្រះអង្គនឹងអាចធ្វើការអស្ចារ្យសម្រាប់គាត់បានអញ្ចឹងនៅពេលដែលគាត់បានទូលសូមព្រះអង្គស្រែកដោយអស់ពីចិត្តហើយជឿទៅលើព្រះអង្គបានច្បាស់ហើយមិនស្ដាប់មិនងាកឆ្វេងងាកស្ដាមស្ដាប់អ្នកណានោះគាត់បានទទួលសេចក្តីសង្គ្រោះដោយព្រះអង្គអាណិតគាត់ហើយប្រោសភ្នែកគាត់ឲ្យបានភ្លឺចាចឹងមេរៀននេះព្រះបន្ទូលនេះក៏ចង់ឆ្លុះបញ្ចាំងប្រាប់យើងទាំងអស់គ្នាក្នុងការដែលយើងរស់នៅលើផែនដីនេះបងប្អូនព្រះយេស៊ូវយាងមកគឺមកស្វែងរកអស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រកហើយអស់អ្នកណាដែលរស់នៅដោយអស់សង្ឃឹមដែលគ្មានសង្ឃឹមដែលគ្មានផ្លូវដើរដែលគ្មានច្រកចេញណាហ្នឹងហើយព្រះអង្គមករកអ្នកនោះហើយគ្រាន់តែស្រែកស្វែងរកព្រះអង្គហើយប្រាប់នៅអ្វីដែលយើងអត់អាចធ្វើបានដែលយើងដើរតល់ផ្លូវដែលយើងមិនអាចពឹងអ្នកណាបានណាដូចជាបរោះពីរនាក់ហ្នឹងដែលគាត់ខ្វាក់ហ្នឹងណាហើយនៅពេលហ្នឹងគាត់ស្រែករកព្រះអង្គជួយអញ្ចឹងជីវិតយើងនៅផែនដីនេះក៏ដូចគ្នាដែរបងប្អូនចាមិនថាខ្ញុំមិនថាបងប្អូនទេនៅពេលដែលយើងទុក្ខលំបាកយើងត្រូវការអ្នកនេះជួយហើយប្រាប់មនុស្សបងប្អូនដឹងទេឃើញមនុស្សដែលឮគាត់ស្រែកហៅព្រះយេស៊ូវគេហាមគាត់ណាកុំស្រែកតែបើសិនជាគាត់ស្ដាប់គេតើគាត់អាចនឹងបានទទួលសេចក្តីសង្គ្រោះទេចានឹងចង់និយាយថាពេលខ្លះយើងសុំយោបល់ពីមនុស្សមិនអាចជួយយើងបានទេហើយពេលខ្លះក៏គេអាចជួយយើងបានដែរប៉ុន្តែលក្ខ
កលៈទេសៈខ្លះគឺមនុស្សមិនអាចជួយយើងបានទេចឹងមានតែព្រះជាម្ចាស់ទេដែលអាចជួយយើងបានហើយព្រះជាម្ចាស់មិនមកជួយយើងផ្ទាល់ទេព្រះអង្គមានវិធីព្រះអង្គជាច្រើនដែលមនុស្សមិនអាចដឹងបានពីមធ្យោបាយដែលព្រះអង្គជួយយើងណាចាពីព្រោះជំនាន់មុនគឺគាត់សុំព្រះអង្គនៅពេលដែលព្រះអង្គនៅផ្ទាល់ចាឥឡូវនេះយើងសុំព្រះអង្គដែលអត់មានឃើញព្រះអង្គទេចាគឺយើងសុំព្រះអង្គដោយវិញ្ញាណក្នុងចិត្តយើងសុំព្រះអង្គគ្រប់ទឹកគង់នៅគ្រប់ទីកន្លែងកូនមើលព្រះអង្គអត់ឃើញទេព្រះអង្គហើយកូនត្រូវការព្រះអង្គដើម្បីឲ្យព្រះអង្គជួយកូនក្នុងការដែលកូនរស់នៅលើផែនដីនេះកូនតល់ច្រកឲ្យព្រះអង្គសូមព្រះអង្គជួយបើកផ្លូវកូនឲ្យកូនបានមានផ្លូវថ្មីសម្រាប់ព្រះអង្គនៅពេលនោះព្រះអង្គនឹងធ្វើការអស្ចារ្យតាមរយៈមនុស្សឬក៏តាមរយៈស្អីផ្សេងទៀតដែលយើងអត់ដឹងព្រះធ្វើការបណ្ដាចិត្តមនុស្សដែលយើងនឹកស្មានមិនដល់ជួយដល់បងប្អូនចឹងបើបងប្អូនតល់ច្រកបងប្អូនកុំចងកសម្រាប់ខ្លួនបងប្អូនស្វែងរកព្រះមួយអង្គដែលជាព្រះដែលជាជំនួយរបស់បងប្អូនដែលគង់នៅគ្រប់ទីកន្លែងដែលទ្រង់មានបជនរស់នៅព្រះអង្គកំពុងតែចាំទៀងទៅព្រះការស្ដាប់ពាក្យអធិដ្ឋានពាក្យទូលសូមរបស់បងប្អូនដូច្នេះចូលបងប្អូនបានស្រែករកព្រះអង្គចាព្រះអង្គនឹងធ្វើការអស្ចារ្យសម្រាប់ជីវិតបងប្អូននៅពេលដែលបងប្អូនស្រែករកព្រះអង្គដោយអស់ពីចិត្តចានេះជាព្រះបន្ទូលមួយដែលលើកទឹកចិត្តយើងហើយប្រាប់យើងថាព្រះអង្គគង់នៅក្បែរយើងចិត្តយើងឲ្យតែយើងហាស្រែករកព្រះអង្គចាំជួយបងប្អូនជានិច្ចចាសូមព្រះដោយជាព្រះដែលមានគ្រប់វិជាស្ដាប្រទានពរដល់អស់លោកអ្នកបងប្អូនទាំងអស់គ្នាបានទទួលគ្រប់ទាំងព្រះពររបស់ព្រះជាម្ចាស់ចាអរគុណព្រះអង្គសូមជម្រាបលាចា